រៀបសួរអ្នកទាំងអស់គ្នាថ្ងៃនេះភ្ញាក់ពីគេងមកក្តៅហ្មងក្តៅរឿងថាឃើញមិត្តភក្តិគាត់ take ខ្ញុំនៅក្នុងវីដេអូមួយដែលធ្វើឲ្យខ្ញុំក្តៅហ្នឹងគឺក្តៅចង់ចេញជាវីដេអូចែករំលែកទៅបងប្អូនហើយក៏ចង់ធ្វើយូរដែរតែគាត់ថាចេះតែមួយថ្ងៃហើយមួយថ្ងៃទៀតតែដល់ពេលឃើញគាត់ take ឲ្យទៅក៏រំលឹកចិត្តថាចាំទៀតអត់បានក៏ចេញវីដេអូនេះធ្វើចែករំលែកទៅបងប្អូនអញ្ចឹងវីដេអូដែលខ្ញុំនិយាយហ្នឹងគឺវីដេអូដែលមិត្តភក្តិខ្ញុំបានថតខ្ញុំនៅប្រហែលជា6ឆ្នាំមុនពេលដែលខ្ញុំចាប់ផ្ដើមរកស៊ីដំបូងតែការថតហ្នឹងនៅក្នុងបន្ទប់ជួលទេ3ម៉ែត្រ4ជ្រុងជាមួយនឹងអ្នកដែលស្នាក់នៅ2 3នាក់ទៀតអញ្ចឹងខ្ញុំចង់រៀបរាប់ទៅបងប្អូនទាក់ទងនឹងការចាប់ផ្ដើមពីដំបូងពីដើមទុនដែលខ្ញុំមានពីដំបូងហ្នឹងគឺពីដំបូងខ្ញុំមានតែ laptop មួយដែលខ្ញុំទិញកាលខ្ញុំនៅរៀនបន្ទាប់មកគឺខ្ញុំបានចំណាយ$150បន្ថែមសម្រាប់ខ្ញុំទិញម៉ាស៊ីន print មួយគ្រឿងអញ្ចឹងនេះជាការចាប់ផ្ដើមដំបូងរបស់ខ្ញុំជាមួយដើមទុនប៉ុណ្ណឹងកន្លែងនេះគឺក្នុងបន្ទប់ជួលរហូតដល់ខ្ញុំមានលទ្ធភាពប្រហែលជា6ខែខ្ញុំអាចសន្សំដើមទុនបានយកមកជួលផ្ទះមកល្វែងសម្រាប់រកស៊ីហើយនឹងសន្សំបានទិញម៉ាស៊ីនដែលមានមួយគ្រឿងជាង5000ម៉ាស៊ីនកាត់ជាង2000ទៀត7000ក្នុងរយៈពេល2ឆ្នាំហ្នឹងខ្ញុំបានវិវត្តខ្លួនរហូតដល់មានដើមទុនជាង$20000សម្រាប់ក្នុងការដំណើរការអាជីវកម្មរបស់ខ្ញុំដែលខ្ញុំធ្វើតែម្នាក់ឯងទេអញ្ចឹងសរុបមកវិញអ្វីដែលខ្ញុំចង់និយាយពីថ្ងៃនេះគឺចង់ជំរុញទៅដល់បងប្អូនដែលគាត់មានបំណងចង់ចាប់ផ្ដើមរកស៊ីឬធ្វើអ្វីមួយបងប្អូនអាចចាប់ផ្ដើមបានតាមលទ្ធភាពបងប្អូនមានយើងកុំចាំមានអ្វីទាំងអស់ដូចខ្ញុំអញ្ចឹងបើសិនជាខ្ញុំចាំមានលុយ$2-30000សម្រាប់ទិញម៉ាស៊ីនទាំងអស់ហ្នឹងគឺខ្ញុំអត់មានថ្ងៃនេះទេអញ្ចឹងយើងធ្វើបានប៉ុន្មានយើងយកប៉ុណ្ណឹងគឺឲ្យតែយើងមានទស្សនវិស័យចក្ខុវិស័យច្បាស់លាស់កុំធ្វើឃើញតែផលចំណេញព្រោះបើសិនជាយើងធ្វើអាជីវកម្មវាមានចំណេញមានខាតអញ្ចឹងបើសិនជាយើងវិនិយោគទៅលើផលចំណេញហើយដើមទុនយើងតិចតួចចំណេះដឹងយើងតិចតួចខ្ញុំគិតថាបងប្អូននឹងងាយបោះបង់ចោលតែបើសិនជាបងប្អូនធ្វើវាដោយក្តីស្រឡាញ់ដូចខ្ញុំអញ្ចឹងខ្ញុំនៅឆ្លៀតដំបូងហ្នឹងខ្ញុំនៅឆ្លៀតធ្វើការផងយប់ឡើងខ្ញុំឆ្លៀតធ្វើ print ធ្វើអីព្រលឹមឡើងឆ្លៀតក្រោកពីព្រឹកសម្រាប់យកអីវ៉ាន់ដាក់ផ្ញើឡានទៅឲ្យភ្ញៀវអញ្ចឹងទៅគឺហត់នឿយមែនទែនប៉ុន្តែខ្ញុំតែសួរខ្លួនឯងតើហេតុអីធ្វើវាហើយហត់អញ្ចឹងធុញអត់ខ្ជិលអត់អ្វីដែលខ្ញុំដឹងខ្លួនឯងគឺខ្ញុំសប្បាយចិត្តទោះលំបាកមិនក៏ដោយខ្ញុំអត់លំបាកដូចអ្វីដែលខ្ញុំចង់ធ្វើខ្ញុំធ្វើអត់បានទេគឺបើសិនជាខ្ញុំធ្វើអត់បានទើបខ្ញុំលំបាកប៉ុន្តែរឿងលំបាកខ្ញុំកាន់តែចង់ធ្វើអញ្ចឹងវាមានន័យថាយើងកាន់តែធ្វើគឺកាន់តែស្រឡាញ់ដែលជំរុញយើងឲ្យមានដល់ថ្ងៃនេះទី2ចង់បញ្ជាក់បងប្អូនតាក់ទងជាមួយនឹងការខ្សែភាពដូចគ្នាដូចខ្ញុំហើយនិងមិត្តភក្តិខ្ញុំដែលគាត់បានទៅថតនៅវីដេអូដែលខ្ញុំនឹងបានដាក់បង្ហាញនៅក្នុងវីដេអូនឹងដែរហ្នឹងការគិតវិជ្ជមានគឺសំខាន់បើសិនជានៅជុំវិញខ្លួនគាត់គិតតែរឿងមិនអាចឬយើងចង់ធ្វើអ្វីមួយគាត់ថាទៅមិនរួចវាទាញយើងឲ្យធ្លាក់តាមនឹងដែរអញ្ចឹងបច្ចុប្បន្នខ្ញុំក៏មានអាជីវកម្មរបស់ខ្ញុំមិត្តភក្តិរបស់ខ្ញុំបច្ចុប្បន្នក៏គាត់មានអាជីវកម្មរបស់គាត់ដែលពួកយើងក៏រកស៊ីដូចគ្នាអាជីវកម្មយើងសប្តាហ៍គឺដូចគ្នាតែពួកយើងឆ្លងកាត់ការលំបាកដូចគ្នាដែរមិត្តភក្តិខ្ញុំដែលគាត់បានថតវីដេអូហ្នឹងពីមុនគាត់ជាកម្មករលីបាវអង្គលីអីទេដល់ពេលដែលយើងបានស្គាល់គ្នាហ្នឹងយើងក៏រៀនសូត្រពីគ្នាទៅវិញទៅមកយើងប្រកួតប្រជែងគ្នាទៅវិញទៅមកការប្រកួតប្រជែងរបស់យើងហ្នឹងមិនមែនជាការចំណែនចង់ឈ្នះចង់ចាញ់នរណាខ្លាំងនរណាខ្សោយទេគឺយើងប្រកួតប្រជែងដើម្បីភាពវិវត្តមុខយើងមើលទៅមនុស្សជុំវិញខ្លួនយើងថាឥឡូវគាត់សម្រេចបានប៉ុណ្នេះហើយ
អ្វីយើងប្រឹងប្រែងខំសម្រេចឲ្យបានដូចគាត់ហើយឲ្យបានប្រសើរជាងគាត់ហើយគាត់មើលយើងដូចគ្នាអូយើងទៅដល់ចំណុចនោះហើយអញ្ចឹងគាត់ប្រឹងប្រែងឲ្យបានប្រសើរជាងយើងអញ្ចឹងអានេះជាអ្វីមួយកម្លាំងចិត្តជំរុញគ្នាទៅវិញទៅមកយើងមានន័យថាយើងមើលឃើញគាត់ថាគាត់ធ្វើបានមិនក៏យើងធ្វើអត់បានអាហ្នឹងជាចំណុចមួយដែលយើងរៀនសូត្រនិងអភិវឌ្ឍខ្លួនអញ្ចឹងថាខ្សែគប់ក៏ជារឿងសំខាន់ដែរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេដែលខ្ញុំចង់ចែករំលែកទៅបងប្អូនបើសិនជាយើងចង់ធ្វើអីយើងធ្វើតាមលទ្ធភាពកុំចាំបាច់មានគ្រប់យ៉ាងបានធ្វើការខ្សែគប់យើងត្រូវខ្សែគប់ឲ្យត្រូវជៀសវាងនឹងនាំយើងឲ្យដល់ភាពអន្តរាយអរគុណជំរាបលា